ស្វាគមន៍មកកាន់ Flash News អន្តរជាតិអ៊ីរ៉ង់ទទួលបានអាវុធខ្លាំងជាងនុយក្លេអ៊ែរនេះបើយោងតាមការវិដំឡៃដោយភ្នាក់ងារចារកម្មអាមេរិកគណៈលោកប្រធានាធិបតីដូណាល់ត្រាំក្តៅឆេះដុំហើយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលប៊ិននេតាន់យ៉ាហ៊ូពេញមាត់ថាឈួតដែលក្រឡុកកឆាកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់នោះយោងតាម CNN បានចុះផ្សាយថាលោកប្រធានាធិបតីដូណាល់ត្រាំបានរិះគន់លោកនាយករដ្ឋមន្ត្រីប៊ិនជាមីននេតាន់យ៉ាហ៊ូជាថ្មីម្ដងទៀតជាសាធារណៈតែម្ដងអំឡុងចូលរួមកិច្ចប្រជុំកំពូល G7 ជុំវិញរឿងអ៊ីស្រាអែលនៅតែចចេះបន្តវាយប្រហារលីបង់គណៈហើយលោកប៊ិនជាមីននេតាន់យ៉ាហ៊ូថាឈួតពេញមាត់សាយជាថ្មីនោះលោកត្រាំបានលើកឡើងថាអ៊ីស្រាអែលប្រយុទ្ធប្រឆាំងនឹងក្រុមហេបូឡាដែលមានអ៊ីរ៉ង់គ្រប់គ្រងនៅពីក្រោយយូរពេកហើយដោយលោកបានបន្ថែមថាមានមនុស្សច្រើនណាស់ដែលត្រូវបានសម្លាប់អ្នកឯងមិនត្រូវបំផ្ទុះកំទេចអាផាតមិនរាល់ពេលដែលអ្នកឯងស្វែងរកនរណាម្នាក់នោះទេដោយសារតែមានមនុស្សច្រើនណាស់នៅក្នុងលំនៅឋានអាផាតមិនទាំងនោះហើយពួកគេមិនមែនសុទ្ធតែហេបូឡាទាំងអស់នោះទេនេះគឺជាសម្រងសម្ដីដើមរបស់លោកត្រាំអំឡុងជំនួបកំពូល G7 នៅបារាំងដោយសម្ដៅទៅដល់អ៊ីស្រាអែលនាពេលកន្លងមកលោកដូណាល់ត្រាំបានគម្រាមលោកប៊ិនជាមីននេតាន់យ៉ាហ៊ូថានឹងទុកឲ្យអ៊ីស្រាអែលប្រយុទ្ធជាមួយនឹងអ៊ីរ៉ង់តែម្នាក់ឯងតែម្ដងបើនៅតែមិនស្ដាប់លោកហើយបន្តវាយប្រហារលីបង់នោះគណៈលោកត្រាំគម្រាមស្រដៀងនេះជាថ្មីអ៊ីរ៉ង់ក៏បានគម្រាមទៅអ៊ីស្រាអែលផងដែរថាខ្លួននឹងវាយប្រហារឆ្លើយតបឲ្យបានខ្លាំងក្លាបំផុតបើអ៊ីស្រាអែលនៅតែទម្លាក់គ្រាប់បែកលើលីបង់ដោយលោកអាបាសអារ៉ាជីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ក៏បានទាមទារឲ្យអ៊ីស្រាអែលដកទ័ពរបស់ខ្លួនចេញពីលីបង់ផងដែរក្រុមអ្នកវិភាគបានមើលឃើញថាអាមេរិកនិងអ៊ីស្រាអែលបបួលគ្នាមកវាយប្រហារអ៊ីរ៉ង់ក៏ប៉ុន្តែដល់ពេលធ្វើអ្វីអ៊ីរ៉ង់មិនបែកលោកត្រាំមានតែដាក់សម្ពាធគ្នាឯងដើម្បីដោះខ្លួនកុំឲ្យជាប់ផងនៅក្នុងសង្គ្រាមដ៏អូសបន្លាយមួយនេះទន្ទឹមគ្នានោះមានប្រភពមួយចំនួនដែលដឹងអំពីការវាយតម្លៃរបស់ភ្នាក់ងារចារកម្មអាមេរិកបានទម្លាយប្រាប់ CNN ថាការវាយប្រហាររួមគ្នារវាងអាមេរិកនិងអ៊ីស្រាអែលគឺជួយធ្វើឲ្យអ៊ីរ៉ង់ទទួលបានអាវុធដែលខ្លាំងជាងនុយក្លេអ៊ែរទៅទៀតនោះគឺច្រកសមុទ្រ Hormuz ដែលអ៊ីរ៉ង់អាចបំផ្ទុះនិងដើម្បីរំលាយសេដ្ឋកិច្ចពិភពលោកបានប្រភពដដែលនោះបានបន្តថារហូតមកដល់ឡើងពេលនេះអ៊ីរ៉ង់នៅតែមានសមត្ថភាពបិទច្រកសមុទ្រ Hormuz នេះពេញទំហឹងនៅឡើយទេហើយបើហ៊ានតែរញ៉េរញ៉ៃអ៊ីរ៉ង់អាចនឹងបិទច្រកនេះឡើងវិញពេលណាក៏បានដែរតាមដែលចិត្តចង់បើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពក៏ដោយសូមបញ្ជាក់ថាបើយោងទៅតាមលោកត្រាំច្រកសមុទ្រ Hormuz នេះនឹងបើកឡើងវិញទាំងស្រុងហើយនៅថ្ងៃសុក្រជាថ្ងៃដែលនឹងមានការចុះហត្ថលេខាជាផ្លូវការរវាងអាមេរិកនិងអ៊ីរ៉ង់នៅក្នុងប្រទេសស្វីសជាន់ផ្អៀងតំបន់អាស៊ីហើយនៅពេលនេះពិតជាមិនធម្មតាមានប្រពៃណីទទួលទានអាហារតែនឹងដៃប៉ុន្តែឥណ្ឌាមានសមត្ថភាពផលិតមីស៊ីលខ្លាំងប៉ុនអាមេរិកទើបតែសាកល្បងមីស៊ីលដែលគេឲ្យឈ្មោះថាTomahawk ឥណ្ឌាបានដោយជោគជ័យក្តៅនោះគឺមីស៊ីលវាយប្រហាររយៈចម្ងាយឆ្ងាយដែលមានឈ្មោះថា LRLACM ដែលឥណ្ឌាផលិតដោយដៃខ្លួនឯងផ្ទាល់អាចផ្លាស់ប្ដូរកម្ពស់និងល្បឿនពេលហោះហើរបោះពុយដូចជាស្ដេចមីស៊ីលTomahawk របស់កងទ័ពជើងទឹកអាមេរិកអញ្ចឹងរហូតដល់ថ្នាក់គេឲ្យរហស្សនាមថាTomahawk ឥណ្ឌាយោងទៅតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយបានឲ្យដឹងថាអង្គការស្រាវជ្រាវនិងអភិវឌ្ឍវិស័យការពារជាតិរបស់ប្រទេសឥណ្ឌាដែលហៅកាត់ថា DRDO បានធ្វើការសាកល្បងមីស៊ីល LRLACM នេះចេញពីកោះ Abdul Galam នៅឆ្នេរសមុទ្រ Odisha ដោយទិន្នន័យពីឧបករណ៍តាមដានបានបង្ហាញថាគោលបំណងសាកល្បងគឺជោគជ័យទាំងអស់LRLACM ត្រូវបានប្រៀបធៀបដូចទៅនឹងTomahawkរបស់សហរដ្ឋអាមេរិកដោយសារតែអាចហោះបានល្បឿនលឿនរហូតដល់ 1000 គីឡូម៉ែត្រនៅក្នុង1ម៉ោងនិងអាចបាញ់ដល់គោលដៅនៅក្នុងចម្ងាយលើសពី 1000 គីឡូម៉ែត្រទៅទៀតលើពីនេះវាអាចគេចអំពីរ៉ាដារបស់សត្រូវបានដោយងាយដោយហោះហើរនៅក្នុងរយៈកម្ពស់ទាបនិងអាចផ្ទុកក្បាលគ្រាប់បានរហូតទៅដល់ទម្ងន់500គីឡូក្រាមមីស៊ីលនេះត្រូវបានគេរំពឹងថានឹងធ្វើឲ្យកងទ័ពជើងទឹកនិងកងទ័ពអាកាសឥណ្ឌាមានសមត្ថភាពវាយប្រហារកាន់តែខ្លាំងក្លាការសាកល្បងមួយចំនួនទៀតក៏ត្រូវបានធ្វើឡើងដោយអង្គការស្រាវជ្រាវ DRDO ផងដែរកាលពីសប្តាហ៍មុននៅក្នុងនោះមានដូចជាកម្មជ្រួចស្ទាក់ចាប់សម្រាប់ខែលការពារដែនអាកាសរបស់ឥណ្ឌាជាដើម
ប្រទេសឥណ្ឌាធ្លាប់បានប្រើប្រាស់មីស៊ីលលើបឿនលឿនដែលមានឈ្មោះថា BrahMos កាលពីឆ្នាំមុនដើម្បីវាយប្រហារគោលដៅនានានៅក្នុងប្រទេសប៉ាគីស្ថានអំឡុងពេលមានការប៉ះទង្គិចគ្នាមួយប្រៅបន្ទាប់ពីកើតមានការវាយប្រហារភារវកម្មនៅកាស្មៀរវិផ្អើលទៀតការិយាល័យស៊ើបអង្កេតសហព័ន្ធ SBI បានលើកឡើងការពីថ្ងៃអង្គារថាខ្លួនបានរារាំងផែនការវាយប្រហារដែលបានគ្រោងទុកលើព្រឹត្តិការណ៍ប្រកួតក្បាច់គុនចម្រុះ USC នៅលើវាលស្មៅសេតាវិមានកាលពីចុងសប្តាហ៍ដោយបានចាប់ខ្លួនមនុស្សចំនួន5នាក់នេះបើយោងទៅតាមឯកសាររបស់តុលាការទីភ្នាក់ងារ FBI បានអះអាងថាផែនការនេះពាក់ព័ន្ធទៅនឹងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកផ្ទុកជាតិផ្ទុះដើម្បីវាយប្រហារផ្នែកខាងជើងនៃសេតាវិមាននៅក្នុងគោលបំណងបង្អើអ្នកចូលរួមឲ្យរត់ឆ្ពោះទៅច្រកចេញទីដែលអ្នកលបបាញ់រងចាំដើម្បីបើកការបាញ់ប្រហារលើអ្នកនយោបាយដទៃទៀតលោកប្រធានាធិបតី Donald Trump ក៏បានចូលរួមនៅក្នុងប្រតិបត្តិការនេះដែលត្រូវបានរៀបចំឡើងចំថ្ងៃខួបកំណត់គម្រប់80ឆ្នាំរបស់លោកតែម្ដងរួមជាមួយនឹងសមាជិកសភាជាន់ខ្ពស់មកពីគណៈបក្សសាធារណរដ្ឋម្ចាស់ជំនួយនិងរដ្ឋមន្ត្រីមួយចំនួនទៀតដើម្បីរំលឹកខួបទី250នៃឯករាជ្យរបស់សហរដ្ឋអាមេរិកយោងតាមឯកសារតុលាការបានបង្ហាញថាមនុស្សម្នាក់ដែលត្រូវបានចោទប្រកាន់បានបង្ហាញអំពីផែនការកំណត់គោលដៅលើសមាជិកសភាដែលទទួលបានអំណោយពីក្រុមយុទ្ធនាការដែលគ្រប់គ្រងអ៊ីស្រាអែលនាយករដ្ឋមន្ត្រីកាណាដាលោក McCartney បានលើកឡើងថាក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង7ដែលហៅកាត់ថា G7 លែងអាចជាអ្នកកាច់ចង្កូតពិភពលោកតែឯងបានទៀតហើយលោកនាយករដ្ឋមន្ត្រី McCartney បានបញ្យល់ថាវត្តមានរបស់ប្រទេសមួយចំនួនដូចជាឥណ្ឌាអំឡុងជំនួបកំពូល G7 បង្ហាញអំពីការទទួលស្គាល់របស់ក្រុមប្រទេស G7 ថាបញ្ហាពិភពលោកសំខាន់ទាល់តែមានការចូលរួមដោះស្រាយពីបណ្ដាប្រទេសដទៃទៀតទើបអាចទៅរួច G7 តែម្នាក់ឯងមិនអាចកាច់ចង្កូតពិភពលោកបានទេក្រុមប្រទេស G7 រួមមានកាណាដាបារាំងអាល្លឺម៉ង់អ៊ីតាលីជប៉ុនអង់គ្លេសនិងសហរដ្ឋអាមេរិកបូកបន្ថែមសហភាពសូវៀតដែលចូលរួមនៅក្នុងកិច្ចប្រជុំក្នុងនាមជាសមាជិកមិនរាប់បញ្ចូលកិច្ចប្រជុំកំពូល G7 បានប្រារព្ធឡើងភ្លាមបន្ទាប់ពីអ៊ីរ៉ង់សហរដ្ឋអាមេរិកសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់ជម្លោះជាច្រើនខែមកនេះក្រៅពីឥណ្ឌាកិច្ចប្រជុំកំពូលនេះដែលកំពុងតែដំណើរការក៏បញ្ចូលប្រទេសជាដៃគូផ្សេងទៀតផងដែរដូចជាប្រេស៊ីលអេស៊ីបកេនយ៉ានិងបណ្ដារដ្ឋឈូងសមុទ្រពាក់រួមទាំងប្រទេសអេមីរ៉េតអារ៉ាប់រួមផងដែរដោយលោក Kenny បានលើកឡើងថាប្រទេសទាំងនេះផ្ដល់នៅទស្សនវិស័យវែងឆ្ងាយនិងធាតុផ្សំដ៏ទូលំទូលាយនៃការដោះស្រាយសម្រាប់ការពិភាក្សាលើបញ្ហាសំខាន់ដែលសកលលោកកំពុងតែប្រឈមមុខក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថានាវាចម្បាំងរុស្ស៊ីបានបាញ់ព្រមាននៅជិតនាវាលំហែរបស់អង់គ្លេសដែលកំពុងតែធ្វើដំណើរលើគន្លងដ៏គ្រោះថ្នាក់នៅក្នុងប្រឡាយ English Channel ហើយថាការបាញ់ព្រមាននេះគឺកើតមានឡើងបន្ទាប់ពីប្រើប្រាស់អស់ជម្រើសហើយក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងបន្តថានាវាចម្បាំង Amiral ក៏កំពុងតែធ្វើដំណើរនៅក្នុងដែនទឹកអន្តរជាតិរវាងកោះ Wake និងកោះ Normandy មុនពាក់កណ្ដាលអាធ្រាត្រថ្ងៃអង្គារស្រាប់តែពេលនោះក៏ប្រទះឃើញនាវាស៊ីវិលធ្វើដំណើរនៅលើគន្លងផ្លូវដ៏គ្រោះថ្នាក់ដែលអាចបណ្ដាលឲ្យមានការបុកគ្នាទើបមានការបាញ់ព្រមានទៅបន្ទាប់ពីនាវិករុស្ស៊ីបានព្យាយាមប្រើគ្រប់មធ្យោបាយដើម្បីជូនដំណឹងក៏ដូចជាតាមវិទ្យុតាក់ទងជាដើមផងដែរនិងបានបាញ់សញ្ញាភ្លើងព្រមទាំងបន្លឺសម្លេងសិរ៉ែនទៀតក៏ប៉ុន្តែនៅតែមិនជោគជ័យរហូតដល់ចុងក្រោយគឺមានតែការបាញ់អាវុធធន់ស្រាលនៅពេលដែលនាវាលំហែនោះចូលមកដល់ជិតឃ្លាតគ្នាចម្ងាយត្រឹមតែ150គីឡូម៉ែត្រតែប៉ុណ្ណោះសូមបញ្ជាក់ថាអបតវហេតុនេះគឺកើតមានឡើងតែ2ថ្ងៃតែប៉ុណ្ណោះបន្ទាប់ពីកំុងដូអង់គ្លេសបានរឹបអូសនាវាដឹកប្រេងមានទង់ជាតិកាមេរូនដែលគេសន្មតថាមានដឹកប្រេងរុស្ស៊ីដែលជាប់ទណ្ឌកម្មសូមអរគុណសម្រាប់ការតាមដាន Flash News អន្តរជាតិ